មានរឿងមួយដំណើរថាមានចៅមាណពម្នាក់ជាអ្នកក្រលំបាកណាស់អត់មានស្រែចម្ការធ្វើនឹងគេទេបន្តិចក្រោយមកចៅមាណពនោះក៏មានគ្រួសារមួយលុះបានគ្រួសារទៅចៅមាណពនោះក៏អត់មានរកស៊ីអីដែរគឺដឹងតែរកត្រីមួយមុខគត់សម្រាប់ចិញ្ចឹមគ្រួសារតែប៉ុណ្ណោះពី3ឆ្នាំក្រោយមកគ្រួសារនោះក៏កើតបានកូនប្រុសមួយរួចក៏នាំកូនទៅរកស៊ីជាមួយដែរព្រោះមិនដឹងរកអ្វីផ្សេងក្រៅពីនោះឡើយកាលនោះគេថាព្រះពុទ្ធនៅមាននៅឡើយនឹងមានតាជីនិងយាយជីមួយក្រុមតែនាំគ្នាទៅធ្វើឧបាលសិលមិនដែលខានពេលទៅសុំសិលម្ដងគាត់បានបបួលចៅមាណពថាក្មួយអើយទៅវត្តទៅវានឹងគេទៅយើងចាស់ប៉ុណ្ណឹងហើយពាក់កណ្ដាលមនុស្សហើយណាខ្ញុំទៅមិនរួចទេលោកតាលោកយាយអើយខ្ញុំក្រលំបាកខ្លាំងណាស់រោគមួយថ្ងៃបានតែសម្រាប់មួយថ្ងៃតែប៉ុណ្ណោះបើឲ្យខ្ញុំទៅសុំសិលទៀតបានអ្នកណាចិញ្ចឹមជីវិតគ្រួសារទៅតាយាយអើយចៅមាណពមិនព្រមទៅសុំសិលទេហើយនៅតែប្រកបមុខរបរនេសាទជាមួយនឹងកូនលុះកូនប្រុសមានវ័យ20ឆ្នាំចៅមាណពជាឪពុកក៏បានស្លាប់ទៅកូនប្រុសនោះមិនដឹងរកស៊ីអ្វីក៏នៅតែបន្តប្រកបមុខរបររកត្រីដដែលសម្រាប់យកទៅចិញ្ចឹមម្ដាយគឺមិនឲ្យម្ដាយធ្វើអ្វីនោះទេគឺឲ្យនៅតែផ្ទះឆ្នាំនោះដល់ខែប្រគុណថ្ងៃពេញបោប្រជាជននិងពុទ្ធបរិស័ទដឹងថាថ្ងៃនេះជាថ្ងៃសិលទើបម្នាក់អត់ទៅរកត្រីនិងសម្លាប់សត្វនោះទេឯចៅមាណពវិញគាត់មិនដឹងថាជាថ្ងៃពេញបោខែដាច់ហើយក៏មិនដឹងថាជាថ្ងៃអ្វីដែរគាត់ដឹងត្រឹមថាជាថ្ងៃធម្មតាពេលទៅដល់ចៅមាណពក៏បានឆ្ងល់ថាអូថ្ងៃនេះមិនក៏ប្លែកម្លេះគ្មានអ្នកណាមករកត្រីរកសាច់ទេអីបានជាមិនឃើញមនុស្សមកអញ្ចឹងមិនឃើញមានមនុស្សចៅមាណពក៏មិនខ្វល់ដែរគេគិតតែរកត្រីតែម្នាក់ឯងហេតុនេះហើយទើបធ្វើឲ្យព្រះឥន្ទក្តៅក្រហាយណាស់ព្រះឥន្ទក៏បានឆ្ងល់ថាអេថ្ងៃនេះដូចជាក្តៅក្រហាយណាស់នៅមិនបានដូច្នេះតើមានរឿងអ្វីទៅយើងបើកភ្នែកទៅមើលទៅឋានកណ្ដាលសិនតើមានរឿងអ្វីកើតឡើងទៅអូចៅមាណពរកត្រីថ្ងៃសិលតើអញ្ចឹងតាបានជាយើងក្តៅក្រហាយអីយ៉ាងនេះមិនបាននោះទេយើងត្រូវតែទៅជួបចៅមាណពឥឡូវនេះយល់ថាជាថ្ងៃសិលមិនបង្អង់យូរព្រះឥន្ទក៏ក្រឡាខ្លួនជាតាចាស់កាន់ឈើច្រត់ម្នាក់នឹងដើរចូលទៅសួរចៅមាណពថាចៅអើយចៅឯងរកត្រីបានឬមិនបាននឹងចៅលោកតាអើយខ្ញុំរកបានមួយនោះទេតើលោកតាទៅណាមកណាដែរបើតាសូមត្រីនេះហូបតើបានឬមិនបានចៅតាពិតជាឃ្លានខ្លាំងណាស់មានអីតាបើលោកតាចង់ហូបចាំខ្ញុំដុតឲ្យណាលោកតាតានេះវង្វេងផ្លូវពី3ថ្ងៃហើយរកផ្ទះសំបែងមិនឃើញទាល់តែសោះតាចេះតែដើរទៅតាអត់បាយពី3ថ្ងៃហើយអញ្ចឹងមិនអីទេណាលោកតាចាំខ្ញុំដុតត្រីឲ្យតាពិសាចៅមាណពក៏បានឡើងទៅយកត្រីនិងដុតឲ្យលោកតាពិសាដល់ពិសារួចហើយលោកតានោះក៏បាននិយាយថាចៅឯងមិនក៏មករកត្រីតែម្នាក់ឯងអញ្ចឹងសពដងឃើញគេមករកច្រើនគ្នាណាក៏ប៉ុន្តែថ្ងៃនេះគេមិនមកហើយចៅឯងមិនដឹងទេអីខ្ញុំមិនដឹងថាជាថ្ងៃអីទេលោកតាខ្ញុំមិនដឹងទេអូតើសពថ្ងៃនេះចៅឯងរកត្រីបានយកទៅណាទៅបាទលោកតាខ្ញុំមិនបានយកទៅណានោះទេគឺខ្ញុំយកទៅចិញ្ចឹមម្ដាយរបស់ខ្ញុំម្ដាយខ្ញុំចាស់ហើយចំណែកឪពុកខ្ញុំក៏ស្លាប់បាត់ទៀតខ្ញុំមិនដឹងថារកស៊ីអ្វីនោះទេមានតែរកត្រីមួយមុខនេះព្រោះស្រែចម្ការគោក្របីក៏អត់មានដែរអូចុះបើចៅឯងបានស្រែចម្ការតើចៅឯងចង់ធ្វើអ្វីឬមួយក៏ចង់រកត្រីនេះបន្តទៀតបើមានស្រែខ្ញុំមិនរកត្រីទេណាលោកតារកត្រីជួនណាបានជួនណាមិនបានជួនណាខ្សោះទៀតផងបើមានស្រែវិញខ្ញុំមិនរកត្រីនោះទេមុខរបររកត្រីមិនបានរបរក្នុងទឹកគឺមិនងាយបានទេណាលោកតាបើអញ្ចឹងចៅឯងដឹងទេថ្ងៃនេះគឺជាថ្ងៃអីថ្ងៃនេះគឺជាថ្ងៃសិលពេញបោខែប្រគុណគេមិនដែលរកត្រីទេណាចៅខ្ញុំមិនដឹងទេណាលោកតាខ្ញុំដឹងតែមួយមុខគត់គឺរកត្រីខ្ញុំមិនដឹងថាខែពេញបោខែប្រគុណអីនោះទេបើអញ្ចឹងចៅឯងចាប់ពីថ្ងៃនេះតទៅឈប់រកត្រីទៅចុះបើខ្ញុំឈប់រកត្រីនោះ
តើខ្ញុំបានអ្វីចិញ្ចឹមម្ដាយចាស់ខ្ញុំទៅលោកតាបើស្រែចម្ការខ្ញុំមិនមានផងនឹង មិនអីទេណាចៅចាំតាឲ្យមាសចៅឯងយកមាសមួយដុំនេះទៅណាតែយកទៅឲ្យម្ដាយចៅហើយឲ្យម្ដាយចៅយកមាសនេះទៅដូរជាមួយនឹងលោកសេដ្ឋីសុំស្រែសុំដូរគោក្របីសុំផ្ទះមួយមកឲ្យគេប៉ុណ្ណាយើងយកប៉ុណ្ណឹងមកកុំលោភលន់អីណា និយាយរួចហើយតាចាស់ម្នាក់នោះក៏បានរលាយខ្លួនបាត់ទៅចៅមាណពក៏បានឆ្ងល់ថាតាអំបាញ់មិញនេះមិនក៏ទៅណាបាត់លឿនម្លេះអើយអញ្ចឹងអញយកមាសទៅឲ្យម្ដាយអញសិន ចុះឯងយកមាសនេះមកពីណា មានតាម្នាក់គាត់ឲ្យខ្ញុំឈប់រកត្រីព្រោះថ្ងៃនេះគឺជាថ្ងៃសិលកុំឲ្យខ្ញុំរកត្រីគាត់ក៏បានឲ្យមាសនេះមកខ្ញុំឲ្យខ្ញុំយកមាសនេះមកឲ្យម្ឯងហើយម្ឯងយកមាសនេះទៅឲ្យលោកសេដ្ឋីនឹងដូរសុំផ្ទះគោក្របីលោកសេដ្ឋីឲ្យប៉ុណ្ណាយកប៉ុណ្ណឹងទៅម៉ែគាត់ផ្ដាំមកអញ្ចឹងអ្នកម្ដាយគាត់អរខ្លាំងណាស់គាត់ក៏បានយកមាសនេះទៅផ្ទះលោកសេដ្ឋី យាយឯងលួចគេទៅដឹងមិនបានយាយឯងបានមាសនេះមកពីណាមិនក៏ធំម្លេះ លោកសេដ្ឋីខ្ញុំមិនបានលួចគេនោះទេកូនខ្ញុំទៅរកត្រីថ្ងៃមិញនេះក៏បានជួបនឹងតាចាស់ម្នាក់តានោះបានឲ្យមាសមួយដុំនេះមកឲ្យកូនរបស់ខ្ញុំនិងឲ្យកូនរបស់ខ្ញុំមកជប់រកត្រីទៅហើយក៏ឲ្យមាសមួយដុំទុំនេះមកឲ្យលោកសេដ្ឋីហើយសូមដូរយកស្រែនិងផ្ទះបើលោកសេដ្ឋីឲ្យប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងគ្រាន់តែមាសនោះគាត់ផ្ដាំផ្ញើមកឲ្យលោកសេដ្ឋីឯងដូច្នេះ បើអញ្ចឹងមិនអីនោះទេយើងឲ្យកូនចៅទៅធ្វើផ្ទះឲ្យហើយចែកកូនចៅចែកស្រែខ្ញុំបំរើ 4-5 នាក់ទៅទៀតចុះនាងជាម្ដាយក៏បានត្រឡប់មកផ្ទះវិញចាប់តាំងពីពេលនោះមកគ្រួសារនេះក៏មានជីវិតធូរធារនិយាយអំពីតាជីនោះវិញគាត់ជាអ្នកកាន់សិលឧបោសអត់បាយល្ងាចលុះឃើញបុរសនោះមានជីវិតធូរធារគាត់ក៏ឆ្ងល់ថា ចុះអានេះអត់រកស៊ីអីធំដុំសោះមិនក៏មហាសេដ្ឋីមកជួយធ្វើផ្ទះឲ្យទាំងខ្ញុំបំរើចែកគោក្របីឲ្យដូចនេះ លោកតាលោកយាយអើយម្សិលមិញជាថ្ងៃពេញបោខែប្រគុណខ្ញុំបានទៅរកត្រីតែម្នាក់ឯងគឺគ្មានអ្នកណាទៅរកជាមួយនោះទេហើយខ្ញុំក៏បានឃើញតាចាស់ម្នាក់គាត់កាន់ឈើច្រត់មកគាត់វង្វេងផ្លូវពី3ថ្ងៃនឹងអត់បាយទៀតផងហើយគាត់ក៏បានសុំត្រីខ្ញុំហូបខ្ញុំក៏ដុតឲ្យគាត់ពិសាទៅតាចាស់នោះក៏បានសួរមកខ្ញុំថាតើចៅឯងមិនដឹងទេអីថ្ងៃនេះគឺជាថ្ងៃអ្វីនោះហើយខ្ញុំក៏បានប្រាប់ទៅគាត់វិញថាខ្ញុំអត់ដឹងនោះទេមិនដឹងថាថ្ងៃនេះជាថ្ងៃអ្វីឡើយមិនដឹងថាថ្ងៃ8ពេញបោខែដាច់អីនោះផងគាត់បានប្រាប់ខ្ញុំថាថ្ងៃនេះគឺជាថ្ងៃសិលឲ្យខ្ញុំឈប់រកត្រីទៅរួចគាត់ក៏បានឲ្យមាសមួយដងទុំមកឲ្យខ្ញុំយកទៅជូនលោកមហាសេដ្ឋីសូមឲ្យមហាសេដ្ឋីចែកគោក្របីនិងយកប៉ុណ្ណានឹងគាត់ឲ្យប៉ុណ្ណាយកប៉ុណ្ណឹងទៅ ជីឯងកាន់សិលយូរណាស់មកហើយមិនបានជាមហាសេដ្ឋីមិនឲ្យផ្ទះសម្បែងអីសោះអញ្ចឹងបើអញ្ចឹងឆ្នាំក្រោយបើថ្ងៃពេញបោខែប្រគុណមកដល់យើងនឹងទៅបបួលគ្នារកត្រី លុះដល់ឆ្នាំក្រោយថ្ងៃពេញបោខែប្រគុណក៏បានមកដល់តាជីយាយជីទាំងអស់ក៏បានណាត់គ្នាទៅរកត្រីនៅបឹងនោះពិតមែនយាយនាំគ្នាខំចិញ្ចាត់តានាំគ្នាខំរត់នឹងបងត្រីឆ្នាំនេះក៏ក្តៅក្រហាយដល់ព្រះឥន្ទទៀតអីក៏ក្តៅក្រហាយម្លេះវើយគិតរួចហើយព្រះឥន្ទក៏បើកព្រះនេត្រមកមើលឋានមនុស្សលោកហើយក៏លាន់មាត់ថាយីអើតាជីយាយជីមកលេងត្រីក្នុងបឹងឲ្យខ្ទេចតែម្ដងទេតើអើយនៅមិនកើតទេអញទៅសិនហើយវៃព្រះឥន្ទក៏បានคลายខ្លួនទៅជាតាចាស់ដូចឆ្នាំមុនរួចក៏ដើរជុំវិញបឹងរួចដើរសម្ដៅទៅតាយាយហើយក៏បាននិយាយថាមិនហើយតាយាយតើអង្រត់ត្រីបានឬក៏អត់នឹងតាជីយាយជីគាត់អត់ទាន់តបសោះហើយគាត់ក៏ងាកខ្សឹបខ្សៀវគ្នាថាណែតានឹងឯងដែលឲ្យមាសទៅចៅមេនុបបណ្ដុងទុំនៅឆ្នាំមុននោះអីបើអញ្ចឹងពិតមែនណាយើងទាំងអស់គ្នាសូមមាសម្នាក់ម្ដុំពីគាត់តែម្ដងទៅតាចាស់នោះបានសួរពី3ដងតាជីយាយជីគឺមិនទាន់តបឡើយតាក៏បានសួរម្ដងទៀតថាមើលឡើងមកមើលមិនបានត្រីទេលោកតានឹងឬដែលឆ្នាំទៅមិញឲ្យមាសទៅចៅមេនុបម្នាក់នោះគឺយើងនឹងហើយមិនបានជាសួរតាបែបនេះ
អញ្ចឹងណាយើងទាំងអស់គ្នាសូមមេត្តាម្នាក់ម្ដុំមក មិនអីនោះទេចុះតាជីយាយជីឯងដឹងទេថាថ្ងៃនេះគឺជាថ្ងៃអ្វីបានជានាំគ្នាមករកត្រីសាច់បែបនេះ ថៃមិនដឹងថ្ងៃនេះគឺជាថ្ងៃសិលខ្ញុំទទួលសិលអំបោះហើយទើបមករកត្រីព្រោះចង់បានមាសដូចចៅមីនុបដែរអញ្ចឹងតាឯងណាឲ្យចៅប៉ិនដងទុំមកពួកខ្ញុំមកអាងពួកខ្ញុំមកទៅផ្ទះវិញ យាយជីតាជីឯងដឹងហើយថាថ្ងៃនេះថ្ងៃពេញបោកខែដាច់ហើយនៅតែបំពេញលើនឹងទៀតបើអញ្ចឹងគឺមិនកើតទេណាចៅមីនុបគ្នាមិនដឹងថាថ្ងៃ8ពេញបោកខែដាច់ជាអ្វីនោះទេគ្នាអត់ដឹងវាមិនជាអ្វីទេតែតាយាយឯងនេះក្នុងមួយជីវិតរបស់តាយាយឯងនេះដឹងហើយនៅតែមកបំពេញទៀតបើអញ្ចឹងកើតទៅជាស្វាទាំងអស់គ្នាទៅ តាជីយាយជីទាំងនោះក៏កើតទៅជាស្វារហូតមកដល់សពថ្ងៃនេះទៅ